ស្វាគមន៍អ្នកទាំងអស់គ្នាមកលេងជាមួយនឹងការរៀនសវល Max SMP ដែលសវលនេះគឺបង្កើតឡើងដោយបងស៊ីងហ្នឹងហើយខ្ញុំទៅការមកលេងជាមួយនឹងសវលហ្នឹងទៅដល់ទៅហើយយើងទៅការចុចចូលលេងទៅដល់ទៅកុំចាំយូរពេលវាពុកទៅលោតចូលណាហើយហ្នឹងខ្ញុំធ្វើវីដេអូហ្នឹងដើម្បីអ្នកដែលដឹងថាចូលរបៀបមិនដូចខ្ញុំហ្នឹងឥឡូវខ្ញុំមកប្រាប់ហើយយើងចូលមកព្រាមគឺយើងនឹងឃើញមានម៉ប3ហ្នឹងអាម៉បជ្រូករឿងស៊ូប៊ីខាងហ្នឹងគឺជាម៉ប free kit ហើយអាម៉បនេះដែរគឺជាកន្លែងដែលយើងអាច teleport ទៅណាហើយនេះខ្ញុំអាច teleport ទៅវិញខ្ញុំគិតតែថ្ងៃចូលបាននេះមិនគេដើរអញ្ចឹងណាមើលអានេះគេអានេះមកកន្លែង spawn ធម្មតាអានោះ nether ហើយនឹងអាជើងខាងនេះគឺជាកន្លែងវារាងក្តៅណាហើយបើយើងចូលនេះយើងមិនដើរចេញឆ្ងាយពីកន្លែងហ្នឹងពេកទេយើងចូលចាំរយៈពេល5 second វានឹងចូលហើយដូចខ្ញុំដើរចេញអញ្ចឹងគឺវានឹងលោតចេញអញ្ចឹងណាហើយអានេះគឺខ្ញុំទៅការដើរអានេះគេប្រាប់ថានោះអាខាងក្រៅខាងនោះគឺជាកន្លែងដែលយើងអាច PVP គ្នាដើម្បីត្រេកយកអីវ៉ាន់ណាហើយអានេះគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាថាអានេះគឺជា mod ដីធម្មតាណាយើងជិះដាក់វាមកហើយវានឹងធ្វើការ teleport យើងទៅដល់កន្លែងដែលកន្លែងណាកន្លែងនៃផ្សេងអញ្ចឹងណាយើងចាំមកផ្លេតទៅវាចាំរៀងយូរបន្តិចដែរហើយនេះគេថាចូលមកដល់នេះគេថាផ្ទះគ្នាយើងគឺធ្វើធំខ្លាំងមែនទែនហើយអាងពូកាត់លេងបានមុនខ្ញុំហើយនោះខ្ញុំស្អប់អ្នករ៉េតផ្ទះខ្ញុំណាវាគេរ៉េតផ្ទះយើងអីថតមកប៉ោះផ្ញើចូលក្នុងFacebook របស់បងស៊ីងថាគាត់ជួយដោះស្រាយឲ្យទៅហើយអានេះបើយើងថាចេញមកចឹងឆ្ងាយផ្ទះមែនគឺយើងធ្វើការចុចដាក់មក /land spawn ដាក់ land spawn មកហើយពេលយើងស៊ីឲ្យវាមានអីកើតឡើងនោះវានឹង teleport ទៅដល់ផ្ទះដែលយើងបាននាំដែលយើងបានលេងមកមុនមកដែលថាយើងងាប់ទៅវាវិញផ្ទះណាហើយខ្ញុំសូមផ្ដាំអ្នកទាំងអស់គ្នាមួយគឺថាផ្ទះរបស់ខ្ញុំគឺខ្ញុំបានលេងមុនអ្នកទាំងអស់គ្នាមិនលេងមុនទេខ្ញុំបានលេងបានខ្លះមកហើយអញ្ចឹងណាហើយនេះគឺជាប្រាប់ខ្ញុំធ្វើផ្ទះតាមក៏ប៉ុន្តែនេះអាប្លុកឥឡូវខ្ញុំចេះសិនគេថាអាប្លុកដែលយើងរៀបនឹងគេថាយកពីក្នុង nether ហើយខ្ញុំងាប់ដល់នោះមានតែម្ដងទេគឺងាប់ច្រើនដងថាមែនទេនេះសាតាមរយៈអា portal នេះថាបើខ្ញុំចូលទៅគឺខ្ញុំចូលទៅអាប្លុកហ្នឹងគឺថាស្អាតគឺខ្ញុំចង់យកទៅធ្វើផ្ទះមានអីងាប់បាត់ហើយអានេះគឺថាខ្ញុំចាប់ផ្ដើមបើកម្រោរបស់ខ្ញុំបានរោទៅពីមុនណាហើយដៃមើលនេះតាមក៏ប៉ុន្តែខ្ញុំរកបានប្រហែលមួយ stack ជាងចិត្តមួយ stack មិនមែន stack ជាងទេគឺថាជាមួយដេកមួយនេះគឺថាបានច្រើនណាស់ប៉ុន្តែខ្ញុំលេងហ្នឹងដឹងលេងមកមិនទេចុះចុះហ្នឹងដល់ងាប់ដោយសារឡាវ៉ាចេញមកក្រៅនេះទៅជីអាថ្មហ្នឹងក៏វាងាប់ស្រាប់តែឡាវ៉ាដែរហើយអានេះថាខ្ញុំប្រមូលយករបស់ដែលគេបាន free ឲ្យទុកសិនទៅថាវាខ្ញុំមកខ្ញុំពេញ inventory អញ្ចឹងណាឥឡូវខ្ញុំទៅការយករបស់ណាដែលខ្ញុំត្រូវការយកមកប្រើប្រាស់ដើម្បីក្រាស់ជា PI បថៅក្រាស់អីអញ្ចឹងណាហើយអានេះខ្ញុំយកប្រមូលរបស់ដែលខ្ញុំអត់ប្រើការទុកសិនព្រោះថាខ្ញុំមាន diamond មានដែរហើយអញ្ចឹងរបស់ឈើហ្នឹងគឺខ្ញុំទុកហើយមើលរសតែកៅទៅស្បែកជើងទៅអីហ្នឹងអាហ្នឹង